ចឹងថ្ងៃនេះយើងថ្ងៃអង្គារ700 ខែផល្គុនឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី10 ខែមីនាឆ្នាំ2026នៅថ្ងៃនេះគ្រូចង់និយាយពន្យល់ពីការបំពេញបុណ្យខ្លះៗដើម្បីឲ្យប្រជាពុទ្ធបរិស័ទយើងបានយល់ដឹងក្នុងការបំពេញបុណ្យហើយក៏ដូចជាពុទ្ធបរិស័ទមួយចំនួនដែលសិស្សគុណមួយចំនួនដែលបំពេញបុណ្យជាទូទៅហើយពាក្យថាបុណ្យនេះយើងបានឮជាទូទៅហើយផងដែរពាក្យថាបុណ្យនេះហើយម្យ៉ាងទៀតដូចថាពេលខ្លះពុទ្ធបរិស័ទយើងទំស្គាល់គ្រូខ្លះក៏មិនទាន់ស្គាល់ហើយខ្លះក៏ស្គាល់ដែរប៉ុន្តែមិនទាន់ស្គាល់ពិតអញ្ចឹងទៅសិស្សដែលគាត់បានស្គាល់ពិតប្រកបហើយมันពិបាកបញ្យល់มันពិបាកនិយាយទេព្រោះដឹងអំពីកិច្ចការងារជាបុណ្យដែលរួមជាមួយនឹងគ្រូហើយដូចពួកយើងបានឃើញស្រាប់ហើយនៅក្នុងការដែលស្គាល់គ្រូ account Facebook របស់គ្រូក្តីក្នុង YouTube channel របស់គ្រូពន្លឺវិបស្សនាដែលបាសកាសែនត្រាដែលគាត់ផ្សព្វផ្សាយក្តីនិង channel YouTube របស់គ្រូទុំវចនាដែលផ្សព្វផ្សាយក្តីនិង page នៅក្នុងសញ្ញាគារក្តីហើយនឹង page account Facebook ទុំវចនារបស់គ្រូផ្ទាល់ក្តីពួកយើងអាចមើលឃើញជារឿយៗហើយថាគឺមានតែការបង្រៀនពីសកម្មភាពបដិបត្តិពធនិងចែករំលែកធម្មទានទាំងសំឡេងទាំងអត្ថបទដោយឡែកការផ្សព្វផ្សាយពីរឿងបុណ្យទានរឿងចូលបុណ្យចូលអីនោះគឺយើងកម្រឃើញណាស់ហើយមួយទៀតទៅលើរឿងការបង្ហោះដើម្បីសុំឲ្យជួយនេះជួយនោះក៏អត់មានដែរយូរយើងឃើញគ្រូប្រកាសចូលរួមឲ្យសិស្សនឹងបានដឹងបានចូលរួមម្ដងដោយថ្មីនេះដោយកម្មវិធីគ្រូជាវិត្រៃបិដកហ្នឹងដោយសារថាវាជាពុទ្ធវចនៈដែលយើងជាពុទ្ធបរិស័ទក៏បីភ្ជាប់និស្ស័យរួមគ្នាចឹងទៅបានគ្រូបង្ហាញជាសាធារណៈចឹងទៅណាហ្នឹងហើយអាហ្នឹងគឺយើងអាចយល់បានហើយសួរថាចុះគ្រូមិនបង្ហោះមិនទៀមទារកជំនួយអីហ្នឹងគ្រូប្រហែលជាសបោសបាយសពបែបយ៉ាងហើយយ៉ាងបានមិនឃើញសុំមិនឃើញរកជំនួយអីសោះគ្រូអត់ចង់វែកញែកច្រើនទេរឿងហ្នឹងព្រោះមានអ្នកខ្លះហ្នឹងក៏បានគិតអញ្ចឹងដែរថាគិតថាគ្រូសបោអញ្ចឹងទៅមិនដែលឃើញសុំអ្នកណាមិនដែលឃើញប្រកាសសុំជំនួយអីប្រហែលជាគ្រប់គ្រាន់ហើយបើនិយាយពីគ្រប់យើងនិយាយដល់ខ្លីថាគ្រប់មែនគ្រប់ហ្នឹងពាក្យថាគ្រប់មានន័យថាគឺយើងវាចេះគ្រប់ពាក្យថាគ្រប់ក្នុងទីនេះគឺដោយសារយើងចេះគ្រប់មានន័យថាយើងមិនមានការចង់បានណាមានន័យថាធ្វើបុណ្យគឺយើងមានរបៀបនៃការធ្វើបុណ្យដូចថារាល់កិច្ចការងាររបស់គ្រូដែលធ្វើជាកុសលទាំងអស់ដូចជាការរៀបចំនៅសញ្ញាគារស្ថានសប្រាំចារៃនេះក្តីនៅទីមណ្ឌលបស្សនាធរៈព្រំដែនកោមសំណរក្តីគឺគ្រប់យ៉ាងគឺកើតឡើងពីសទ្ធាសាមគ្គីសិស្សគុណពុទ្ធបរិស័ទរួមគ្នាធ្វើតែប៉ុណ្ណឹងឯងហើយក្នុងទីសញ្ញាគារស្ថាននេះទៀតសោតក៏ដូចគ្នាដែរគឺមានន័យថាសិស្សគុណគាត់យល់ពីការចូលរួមបុណ្យព្រោះការធ្វើបុណ្យនេះវាមិនមែនជាការធ្វើដើម្បីប្រកួតប្រជែងមិនមែនធ្វើដើម្បីដណ្ដើមមុខមាត់គ្នាឬក៏ចង់បង្ហាញពីភាពអស្ចារ្យប្រកួតប្រជែងគ្នាថាខ្លួនឯងអស្ចារ្យខ្លួនឯងប្រកែរលុយខ្លួនឯងប្រកែតំណែងតំណងខ្លួនឯងមានស្នាដៃជាចុះយើងគោលដៅយើងអត់មានអញ្ចឹងទេមានន័យថាមិនមែនធ្វើដើម្បីអញ្ចឹងទេគឺយើងធ្វើរួមគ្នាសាងបុណ្យសាងនិស្ស័យដើម្បីសេចក្តីសុខស្ងប់របស់យើងផងចម្រើនគុណធម៌ផងដើម្បីជានិស្ស័យចេញចាកទុកផងនេះជាគោលដៅរបស់យើងអញ្ចឹងសម្រាប់ការធ្វើជាមួយគ្រូកន្លងមកសិស្សគុណទាំងអស់ហ្នឹងគឺ
គឺធ្វើអញ្ចឹងឯងដើម្បីសន្សំពូជបន់ដើម្បីសេចក្តីសុខបច្ចុប្បន្នផងដើម្បីជានិស្ស័យទៅកាន់សួគ៌និព្វានផងយើងអត់ត្រូវការអីពីប៉ុណ្ណឹងទេអញ្ចឹងហើយបានគ្រូអត់មានប្រកាសដើរសុំអីទេអ្នកណាមានសទ្ធាក៏ចូលបន់ជាមួយគ្រូក៏ចូលទៅបើឲ្យគ្រូដើរទៅសុំក៏អត់ដែរហើយជាពិសេសអ្នកដែលសិស្សគុណគ្រូដែលគាត់ជាសិស្សគុណអាចសួរពួកគាត់ផ្ទាល់បានសួរថាស្គាល់លោកគ្រូទុំវិជ្ជាណាហ្នឹងយ៉ាងម៉េចដែរគឺមិនដែលមានពាក្យថាគ្រូសុំអីម្ដងទេអត់មានទេណាសុំអីក៏អត់ដែរពេលខ្លះសិស្សសួរលោកគ្រូត្រូវការអីទេខ្វះខាតអីទេខ្ញុំកណាប្រកេនចម្លើយគ្រូមានខ្លីមួយម៉ាត់ថាគ្រូដូចមិនដឹងត្រូវការអីផងហ្នឹងគឺចឹងហើយសួរសិស្សគឺចឹងអត់មានគិតថាសិស្សខ្លួនឯងឬក៏អីត្រូវការអត់មានព្រោះគ្រូគិតថាកិច្ចការងារជាបន់ពេលខ្លះបើយើងមានសទ្ធាចង់ធ្វើយើងធ្វើសួរគ្រូហើយយើងធ្វើទៅយើងមិនចាំបាច់ថាលោកគ្រូត្រូវការបើគ្រូប្រាប់ថាគ្រូត្រូវការនេះត្រូវការនោះក៏វាពិបាកដែរព្រោះគិតថាបន់យើងកើតតាមសទ្ធាដែលយើងគិតនឹងធ្វើអញ្ចឹងណាអញ្ចឹងហើយបានគ្រូសរុបមកខ្លីមកថាសម្រាប់គ្រូវាមិនមែនជាអ្នកដែលសបោសបាយទេហើយកិច្ចការងារធ្វើបន់ទាំងអស់ដូចគ្រូនិយាយអញ្ចឹងគឺទិសដៅរួមគ្នាធ្វើដើម្បីចម្រើនបន់ក្នុងបច្ចុប្បន្ននេះជាសក់ផងដើម្បីបណ្ដុះឧបនិស្ស័យចេញចាក់ទុកផងតែប៉ុណ្្នឹងឯងអញ្ចឹងការធ្វើសំបីក្នុងសញ្ញាគារនេះចូលរួមទាំងអស់គ្នាសំបីតែតសេឈ្មោះមួយគ្មានផងអត់មានទេគឺតទេស្អាតទាំងអស់អញ្ចឹងបានសិស្សថ្មីដែលមកគាត់ដើរមកជុំទៅគាត់ថាអត់មានឈ្មោះម្ចាស់សទ្ធាអីសោះទាំងអស់តទេស្អាតទាំងអស់គ្រូចង់បញ្ជាក់ថាពាក្យថាតទេស្អាតហ្នឹងគឺចង់ឲ្យយើងគ្រប់គ្នាលះឧបាទានលះនទួលោភៈប្រកាន់ហើយធ្វើបន់ស្រឡះចិត្តថាយើងរួមគ្នាដើម្បីជិះនាវាត្រៃលក្ខមួយហ្នឹងដើម្បីឆ្លងចាកអំពីវត្តដាក់ទាំងអស់គ្នាអត់ត្រូវការប្រមូលសពងសពីអីច្រើនมันអាចទៅដល់គោលដៅបានទេហ្នឹងគឺចង់បង្ហាញអញ្ចឹងថាឲ្យយើងស្រឡះកាយស្រឡះចិត្តក្នុងការបំពេញបន់កុំឲ្យជាប់លោភៈកុំឲ្យជាប់ឧបាទានហ្នឹងអញ្ចឹងបានវិលមកវិញបើយើងមើលស្ថានភាពចេតនារបស់អ្នកធ្វើបន់ក្នុងសង្គមខ្មែរយើងបច្ចុប្បន្នវាមាន4សន្តានណាមាន4សន្តានអ្នកធ្វើបន់មួយប្រភេទដែលមាន4ប្រភេទអ្នកធ្វើបន់មួយប្រភេទគឺគាត់ធ្វើបន់គាត់អត់ត្រូវការអីទេគឺគាត់ត្រូវការតែមុខមាត់បង្ហាញបង្អួតគេថាគាត់អ្នកបន់ប៉ុណ្្នឹងឯងស្អីផ្សេងទៀតគាត់អត់ត្រូវការទេត្រូវការតែមុខមាត់ត្រូវការតែការសរសើរត្រូវការតែការលើកតម្កើងពីវត្តពីបុគ្គលនេះបុគ្គលនោះឬក៏ត្រូវឲ្យគេសរសើរពីគាត់ក្នុងការធ្វើបន់ច្រើនមានសទ្ធាអីចឹងទៅស្អីផ្សេងគឺគាត់អត់ត្រូវការទេហ្នឹងមួយប្រភេទទៅអាហ្នឹងហៅធ្វើបន់ចង់បានមុខមាត់អាហ្នឹងវាប្រកួតប្រជែងគ្នាហើយមកប្រភេទហ្នឹងគឺប្រកួតប្រជែងគ្នាអាហ្នឹងហៅធ្វើបន់គេហៅថាចង់បានមុខមាត់ចង់បានការសរសើរតែប៉ុណ្្នឹងឯងអស់មិនក៏អត់គិតតែសំខាន់ឲ្យតែគេសរសើរតែគេលើកតម្កើងឲ្យតែគេបញ្ចោអញ្ចឹងបានកាន់តែបញ្ចោកាន់តែមានសទ្ធាអញ្ចឹងណាឧទាហរណ៍អញ្ចឹងបានអញ្ចឹងវាទៅជាទម្លាប់ស្រុកខ្មែរយើងអ្នកខ្លះអត់យល់ពីធម៌វិន័យគិតតែពីដើរទៅជាប្រសេះប្រសង់គិតតែពីដើរបញ្ចោប្រសក់ណាញោមនេះញោមនោះម៉ាក់នេះម៉ាក់នេះញាតញោមនេះស្អីចុះធ្វើម៉េចឲ្យតែបញ្ចោគេឲ្យតែគេចូលទៅឲ្យគេរីករាយសប្បាយចិត្តទៅបានបច្ច័យច្រើនបានលុយច្រើនគេចូលកសាងនេះកសាងនោះដល់អញ្ចឹងវាលែងគិតពីរឿងខុសត្រូវទេមានន័យថាវាមិនខុសពីដូចថាអ្នកស្ទូចត្រីអញ្ចឹងគេដឹងថាត្រីហ្នឹងវាស៊ីនុយអីគេដាក់នុយនឹងឯងមានន័យថាគេដឹងថាគាត់នឹងចូលគេបញ្ចូលនឹងឯងដើម្បីឲ្យបានផលប្រយោជន៍អញ្ចឹងវាមិនមែនជាបន់នៅក្នុងលក្ខណៈមួយថាបន់ដើម្បីស្វែងរកបន់ពិតរួចចាក់ទុកទេអាហ្នឹងមកប្រភេទទៅអាហ្នឹងគេហៅថាធ្វើដើម្បីយកមុខមាត់តែប៉ុណ្្នឹងទេហ្នឹងមួយប្រភេទប្រភេទទី2គេហៅធ្វើបន់ក្នុងការអនុគ្រោះមានន័យថាដោយគិតថាមនុស្សយើងរស់នៅគឺត្រូវការជួយគ្នាអនុគ្រោះដល់អញ្ចឹងទៅមានមេត្តាអញ្ចឹងទៅឃើញគេខ្វះខាតឃើញគេក្រលំបាកជាងខ្លួនឬក៏ឃើញគេមានសេចក្តីទុក្ខលំបាកជាងខ្លួនទៅក៏អនុគ្រោះទៅឲ្យទានធ្វើសេចក្តីល្អទៅឲ្យគេអញ្ចឹងទៅឃើញគេខ្វះសម្លៀកបំពាក់ក៏ឲ្យសម្លៀកបំពាក់ទៅឃើញគេខ្វះអាហារទៅក៏ឲ្យអាហារហូបចុកអញ្ចឹងទៅអាហ្នឹងគឺគេហៅធ្វើដោយការអនុគ្រោះឃើញវត្តអារាមមានការខ្វះខាតអីចឹងក៏ជួយវត្តអារាមអញ្ចឹងអាហ្នឹងធ្វើដោយការអនុគ្រោះ
ឬក៏ដើរតាមផ្លូវឃើញអ្នកសុំទានអញ្ចឹងទៅឃើញលំបាកអីចឹងទៅក៏អនុគ្រោះអញ្ចឹងទៅអាហ្នឹងទី2ហ្នឹងមានន័យថាអនុគ្រោះធ្វើដោយអនុគ្រោះទី3គេហៅធ្វើបន់ប្រាថ្នាស្ថានសួគ៌មានន័យថាធ្វើបន់ហ្នឹងគឺដោយគិតថាឋានមនុស្សនេះវាច្បោកច្បល់វាពិបាកច្រើនណាស់អញ្ចឹងខំសន្សំបន់ពីមនុស្សហ្នឹងធ្វើបន់ធ្វើទានហ្នឹងឲ្យច្រើនហ្នឹងដើម្បីឲ្យផុតពីមនុស្សទៅសោយសុខក្នុងសម្បត្តិទេវលោកហ្នឹងប្រភេទទី3ដល់ប្រភេទទី4គេហៅថាធ្វើបន់គឺដើម្បីលះពាក្យថាធ្វើបន់ដើម្បីលះមានន័យថាមុខមាត់ក៏មិនត្រូវការអនុគ្រោះក៏អនុគ្រោះហើយការធ្វើដោយផលបន់នេះគឺប្រាថ្នាតែមួយគត់គឺដើម្បីឲ្យអស់ទៅនៃសេចក្តីទុក្ខឲ្យអស់ទៅនៃកិលេសធ្វើបន់ឲ្យអស់ទៅនៃកិលេសឲ្យអស់ទៅមច្ឆរិយៈអស់ទៅនៃលោភៈអស់ទៅនៃឧបាទានអស់ទៅនៃអវិជ្ជាដើម្បីឲ្យបានដល់ត្រើយគឺព្រះនិព្វានតែម្យ៉ាងនឹងប្រភេទទី4អញ្ចឹងអ្នកធ្វើបន់ប្រភេទទី4ហ្នឹងគឺគាត់ដឹងថាពីធ្វើទេអ្នកណាតសាក៏ដោយមិនតសាក៏ដោយគាត់មិនខ្វល់គាត់ដឹងតួនាទីគាត់រស់នៅធ្វើការងាររកសេចិញ្ចឹមជីវិតបន់ត្រូវធ្វើគឺធ្វើអ្នកណាបញ្ចូលមិនបញ្ចូលអត់ខ្វល់ទេត្រូវអនុគ្រោះគាត់អនុគ្រោះអញ្ចឹងហើយបើថាធ្វើបន់ហ្នឹងជាកុសលសម្បត្តិឋានសួគ៌គេដឹងថាឲ្យតែធ្វើបន់ដឹងតែទៅឋានសួគ៌ឯងមិនចាំប្រាថ្នាក៏ទៅដែរអញ្ចឹងចិត្តរបស់គេច្បាស់អញ្ចឹងមួយទៀតគេគិតថាវត្តដាក់នេះវាជាទុកណាអញ្ចឹងការសន្សំបន់តែកាលណាពូជបន់នឹងវាច្រើនទៅបន់នឹងគឺជាឈ្មោះនៃសេចក្តីសុខបន់នឹងរមែងឲ្យបានសុខក្នុងបច្ចុប្បន្នហើយរមែងជាហេតុជាបច្ច័យបានសម្រេចមគ្គផលទៅអនាគតទៀតអញ្ចឹងគេធ្វើបន់សុំតែម្យ៉ាងគត់គឺដើម្បីអស់ទៅនៃសេចក្តីទុក្ខតែម្យ៉ាងឯងអញ្ចឹងអ្នកធ្វើបន់ទី4ហ្នឹងគឺស្រឡះបើធ្វើបន់3ខាងក្រោមហ្នឹងវានៅសៅម៉ងច្រើនបន្តិចនេះនៅចង់បានការប្រកួតប្រជែងចុះមុខមាត់តែកាលណាចង់បានមុខមាត់វាត្រូវប្រកួតប្រជែងគ្នាហើយជួនកាលឧទាហរណ៍ថានេះចូល10000អញ្ចឹងទៅបើកបញ្ជីមើលគេសិនគេចូល10000មានណាចូលលើសហ្នឹងឯងអត់ឃើញមានណាលើសហ្នឹងដាក់20000ឲ្យបានលើសគេឲ្យគេទៅសោយនោះមានសទ្ធាខ្ពស់គាត់នោះមានសទ្ធាខ្ពស់ជាងគេអញ្ចឹងចង់បានហ្នឹងឯងចង់បានអាការសរសើរការលើកតម្កើងអញ្ចឹងទៅអញ្ចឹងនៅក្នុងការបំពេញបន់វាមានស្ថានផ្សេងអញ្ចឹងអាហ្នឹងវាអាស្រ័យហើយសម្រាប់គ្រូដែលដឹកនាំសិស្សបំពេញបន់កន្លងមកគឺទិសដៅទី4នឹងឯងគឺមិនមែនប្រាថ្នាក្នុងវត្តដាក់នេះទេគឺរួមគ្នាធ្វើបន់រួមគ្នាសាងកុសលដើម្បីឲ្យបានសេចក្តីសុខស្ងប់ក្នុងបច្ចុប្បន្នហើយដើម្បីជានិស្ស័យចេញចាកពីវត្តដាក់ទុកតែម្យ៉ាងអញ្ចឹងបានសម្រាប់ក្រុមបំពេញកិច្ចការងារជាមួយគ្រូឬក៏កូនសិស្សគ្រូទាំងអស់គឺពួកគាត់មានចិត្តស្រឡះអញ្ចឹងគឺធ្វើបន់គឺតែងតែធ្វើដោយភាពស្មើគ្នាក្នុងការរួមគ្នាមិនថាអ្នកមានថវិកាតិចច្រើនគឺយើងរីករាយរួមគ្នាដោយអស់ពីចិត្តអត់មានអន់ចិត្តថាអ្នកនេះច្រើនអ្នកនេះតិចអីអត់មានទេហើយគ្រូក៏អត់មានត្រូវការលើកតម្កើងអ្នកនេះឲ្យលុយច្រើនមិនលើកតម្កើងសរសើរក៏អត់មានទេមិនមែនអញ្ចឹងទេគឺស្មើភាពគ្នាក្នុងការបំពេញបន់ទាំងអស់ហើយបើសិនជាអ្នកដែលធ្វើបន់ជាមួយគ្រូញ៉ៃច្រើនឬក៏ធ្វើបន់ទៀមទានេះទៀមទានោះចង់បានមុខមាត់ចេះចោះគ្រូនិយាយតែម៉ាត់គឺអត់ទទួលធ្វើជាបន់ជាមួយទេគឺអត់ទទួលចឹងហ្មងទោះបីមានបច្ច័យមានអីច្រើនប៉ុណ្ណាក៏ដោយគឺអត់ទទួលថាអត់ទទួលក៏អត់ទទួលដែរព្រោះយើងធ្វើយកបន់អញ្ចឹងបើទិសដៅវាខុសពីបន់ដដែលអញ្ចឹងអត់ចាំបាច់ធ្វើទេហើយយើងក៏អត់ចង់សៅមកដែរយើងគឺអត់ទទួលក្នុងការធ្វើបន់តែប៉ុណ្្នឹងឯងមានន័យថាអត់ទទួលទោះបីគាត់ចង់ធ្វើក៏ដោយក៏អត់ដែរនឹងទម្លាប់របស់គ្រូគឺអញ្ចឹងហើយអ្វីដែលគ្រូនិយាយនេះគ្រូអត់និយាយក្នុងការប្រកាន់នេះគឺគាត់ចង់និយាយពីប្រភេទនៃការធ្វើបន់ដើម្បីឲ្យយើងបានយល់ហើយសួរថាហេតុអីបានការធ្វើបន់គ្រូកន្លងមកយើងអត់ឃើញថាមានគ្រូដើរប្រម៉ូលដាក់មេក្រូប្រកាសឬក៏ Facebook ហើយយើងមើលសំបីតែក្នុង Facebook គ្រូកម្រណាសំបីតែដាក់លេខទូរស័ព្ទក៏កម្រឃើញដែរមានកម្មវិធីបន់ម្ដងគឺបានដាក់អីចឹងទៅដែលត្រូវការសិស្សគុណតាក់តងអីចឹងទៅ ABA ក៏អត់ដាក់ដែរហើយសួរថាមានអ្នកសុំឆ្ងាយតែមានសុំរហូតអ្នកខ្លះសុំចូលបន់ជាមួយគ្រូខ្លះ 2-3 ឆ្នាំទៀតតើមកបានចូលបន់ជាមួយគ្រូម្ដងក៏សឹងតែមានដែរហេតុអីបានអញ្ចឹងព្រោះគ្រូបំពេញបន់ទី1បើសិនជាគិតថានិស្ស័យមានន័យថាគ្រូផ្ដោតលើនិស្ស័យបើអ្នកមាននិស្ស័យជាមួយគ្រូគឺគ្រូទទួលយកហើយអ្នកខ្លះគ្រូគិតថាបើនិស្ស័យមិនទាន់ដល់ទេអាហ្នឹងទុកតាមតម្លៃសិនទៅហ
ហើយអ្នកដែលគាត់មានសទ្ធាមុតមមគឺគាត់នៅតែតាមបំពេញបន់ជាមួយគ្រូរហូតអញ្ចឹងគ្រូគិតទៅលើនិស្ស័យបន់អញ្ចឹងទោះបីតែគ្រូមិនទាន់បើឱកាសក៏ដោយគាត់នៅតែត្រៀមខ្លួនសម្រាប់បំពេញបន់កុសលហ្នឹងអញ្ចឹងអ្វីដែលគ្រូនិយាយដើម្បីចង់ឲ្យពុទ្ធបរិស័ទទាំងអស់គ្នាបានយល់ដឹងហើយឲ្យអស់នៅមន្ទិលក្នុងកិច្ចការងារបំពេញបន់ជាមួយគ្រូហើយក្នុងកិច្ចការងារទាំងអស់នេះដើម្បីឲ្យពួកយើងបានដឹងហើយវិលមកវិញរឿងបន់នេះពាក្យថាបន់នេះសំដៅទៅលើសេចក្តីល្អពាក្យថាបន់នេះមានន័យថាភាពស្អាតអញ្ចឹងបើយើងធ្វើបន់មិនស្អាតមិនល្អទេវាលែងទៅជាបន់ហើយលែងទៅជាបន់នេះវាកើតចេញពីសទ្ធាពីទឹកចិត្តពីសេចក្តីជ្រះថ្លាដោយអំណរពីក្នុងដួងចិត្តគឺធ្វើដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខចម្រើនទាំងអស់គ្នាអញ្ចឹងបានពាក្យថាបន់គឺជាឈ្មោះនៃសេចក្តីសុខមិនមែនជាភាពគៀបសង្កត់មិនមែនជាការអូសទាញមិនមែនជាការបង្ខិតបង្ខំកាលណាធ្វើដោយការបង្ខិតបង្ខំធ្វើដោយការអូសទាញធ្វើដោយការបញ្ចុះបញ្ចូលអាហ្នឹងវាលែងទៅជាបន់ហើយអាហ្នឹងគឺដើម្បីប្រយោជន៍ទៅវិញវាលែងទៅជាបន់អាហ្នឹងទៅជាប្រយោជន៍អញ្ចឹងបានថាធ្វើបន់ដោយសទ្ធាប៉ុន្តែកុំឲ្យទៀមទាតាមកម្រិតថាអ្នកឯងត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចោះអ្នកឯងត្រូវចូលបន់ប៉ុនេះចូលបន់ប៉ុនោះវាអត់មានត្រូវអញ្ចឹងហើយពាក្យថាបន់ហ្នឹងគឺតាមសទ្ធាសំខាន់ទឹកចិត្តរបស់យើងម្នាក់អាហ្នឹងគឺអញ្ចឹងកុំឲ្យយកកម្មវិធីបន់ឲ្យគ្រូដែលគ្រូអត់សូវលវីរវល់រឿងអស់ហ្នឹងដោយសារគ្រូទី1គឺអធិស្ឋានរបស់គ្រូផងគ្រូគិតថារឿងធ្វើបន់វាមិនមែនជារឿងមួយដែលយើងត្រូវទៅបញ្ចុះបញ្ចូលឬក៏ទៅអីទេអ្នកមានសទ្ធាអ្នកគិតពីបន់គេនឹងធ្វើហើយយើងត្រឹមតែចាត់ចែងបន់ឲ្យទៅជាបន់ពិតប្រាកដអាហ្នឹងបានបន់ច្រើនហើយតែប៉ុណ្្នឹងឯងដើម្បីបានយល់ដឹងហើយសំខាន់ទៀតរឿងបញ្ហាមួយទៀតគ្រូគិតថាបច្ចុប្បន្ននេះក៏យើងឃើញថាប្រជាពុទ្ធបរិស័ទយើងក៏បានមើលឃើញទាំងអស់គ្នាថាពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ចច្រើនប្រជាពលរដ្ឋយើងក៏មានការខ្វះខាតច្រើនអញ្ចឹងពេលខ្លះគ្រូក៏ចង់ផ្ញើសារទៅតាមបណ្ដាទីវត្តអារាមកន្លែងខ្លះបើសិនជាមិនចាំបាច់ទេឬក៏វាមិនគេហៅថាមិនត្រូវការតម្រូវការខ្លាំងទេគួរកាត់បន្ថយរឿងការកសាងខ្លះមិនមែនឲ្យឈប់ធ្វើទេគ្រាន់ថាបង្អង់ខ្លះពួកប្រជាពលរដ្ឋយើងរាល់ថ្ងៃគាត់ពិបាកណាស់សេដ្ឋកិច្ចអ្នកខ្លះលក់ដូរស្ងាត់ឈឹងអ្នកខ្លះការងារផ្សេងក៏ត្រូវខ្វះខាតច្រើនអញ្ចឹងពេលខ្លះបើមិនបានជួយឲ្យដល់ប្រជាពុទ្ធបរិស័ទយើងពេលខ្លះកុំឲ្យពាក្យថាបន់មួយម៉ាត់ហ្នឹងយកបន់ហ្នឹងទៅដាក់សម្ពាធតិចសបត់បន់តិចសបត់បន់ពេលខ្លះឲ្យតែគ្រាន់តែឃើញសបត់បន់ខ្លាចក៏ឃើញសបត់មកមិនមែនតែញឹមទទួលបន់ទេពេលខ្លះវាទៅជាសម្ពាធពេលខ្លះយកសបត់បន់ទៅឲ្យគេហើយនោះមិនគិតថាឲ្យគេចូលតាមសទ្ធាទៀតកន្លែងខ្លះគឺទៅទាតាមកម្រិតទៀតត្រូវធ្វើនេះត្រូវដាក់ចេះបានបន់ច្រើនដល់តែទៅវាដូចជាទៅចាប់ចម្រិតគេដល់គេមិនឲ្យអាចូលលុយនឹងច្រើនតាមចិត្តខ្លួនឯងថាគេនឹងអត់សទ្ធាគេនឹងកម្រិះគេនឹងមច្ឆរយៈតេះដៀលគេទៀតអ្នកខ្លះហ្នឹងគឺអញ្ចឹងឯងវាទៅជាយកបន់ហ្នឹងទៅជាដាក់សម្ពាធដល់ប្រជាពុទ្ធបរិស័ទយើងលោកអាចារ្យខ្លះប្រសង់អង្គខ្លះហ្នឹងអញ្ចឹងបានសុំផ្ញើសារនេះទៅឲ្យគ្រប់គ្នាបានយល់ថាសុំមេត្តាយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងផងបើប្រជាពលរដ្ឋយើងគាត់លំបាកហើយពេលខ្លះយើងត្រូវរកវិធីសម្រួលយ៉ាងម៉េចកុំឲ្យមានសម្ពាធដល់គាត់ហើយខ្មែរយើងពួកគាត់មានសទ្ធាណាស់ឲ្យតែគាត់មានជីវភាពធូរធាររឿងវត្តអារាមគាត់មិនចោលទេអញ្ចឹងយើងពេលខ្លះកុំឲ្យអាបន់ហ្នឹងវាទៅជាដាក់សម្ពាធឲ្យគាត់ពេលខ្លះរតែមួយថ្ងៃទប់មួយថ្ងៃមិនចង់បានផងតិចសបត់បន់តិចសបត់បន់ពេលខ្លះអ្នកណាមិនដឹងមកគ្រូធ្វើអត់កើតទេកុំថាដល់តែយ៉ាងម៉េចគ្រូអត់អាចនឹងទៅប្រមូលអីកើតទេអត់កើតទេបើទោះបីរាល់ថ្ងៃគ្រូមិនធ្វើអាទម្លាប់ហ្នឹងក៏ដោយក៏គ្រូមើលឃើញថាវាអាណិតដល់ប្រជាពុទ្ធបរិស័ទយើងអញ្ចឹងបានគ្រូទុកឱកាសថាអ្នកមានសទ្ធាបើគិតថាចង់ធ្វើជាមួយគ្រូមិនថាអ្នកនឹងមាន1000ខ្មែរក៏ដោយ2000ខ្មែរគឺគ្រូទទួលទាំងអស់បើគាត់គិតថាគាត់អាចធ្វើបានហើយកូនសិស្សគុណជាមួយគ្រូផ្សេងទៀតគ្រូមានតែនិយាយផងថាយើងធ្វើបន់ធ្វើប៉ុន្តែយើងត្រូវគិតថាត្រូវទុកសម្រាប់ចាត់ចែងក្នុងជីវិតជាប្រចាំថ្ងៃផងធ្វើបន់មួយចំណែកសំខាន់គឺជីវិតបច្ចុប្បន្ននឹងត្រូវទប់ទល់
ណាតបតលរឿងបន់យើងមានវិធីធ្វើច្រើនណាស់អញ្ចឹងមិនមែនមានន័យថាឲ្យតែយើងមានលុយលះបង់ច្រើននឹងបានបន់ច្រើនទេមិនមែនទេអញ្ចឹងយើងគិតផងរឿងបន់នឹងកុំឲ្យយកបន់នឹងវាទៅជាទាញឲ្យយើងទៅជាការយល់ខុសទៅវិញហ្នឹងពួកយើងត្រូវយល់ហើយសូមគ្រប់ព្រះអង្គក្តីពុទ្ធបរិស័ទនិយាយនេះគឺដើម្បីយល់ដឹងទាំងអស់គ្នាហើយក៏ដើម្បីឲ្យបានជ្រះស្រឡះចិត្តដល់ពុទ្ធបរិស័ទមួយចំនួនដែលមានទស្សនៈចំពោះគ្រូថាហេតុអីបានគ្រូតាំងតែងម៉េះដូចអ្នកបើកវគ្គគ្រូប្រកាសឈ្មោះឲ្យបើកវគ្គឬក៏អីចឹងខ្លះទៅអត់ទេអត់តាក់ទងមកទេខ្លះសញ្ញោឲ្យទេទៅវិញខ្លះប្រាប់ឲ្យចុះឈ្មោះឲ្យទៅវិញគ្រូគ្រាន់តែចង់បញ្ជាក់ខ្លីថាបើចង់ធ្វើបន់ពិតប្រកបចង់រៀនជាមួយគ្រូពិតប្រកបបើគ្រូប្រាប់ឲ្យធ្វើអីធ្វើហ្នឹងទៅបើថាឲ្យតាក់ទងខាងណាចូលបន់ចូលទៅហើយបើសិនជាចង់ចុះឈ្មោះរៀនសូត្រចុះមកហើយបើគ្រាន់តែសញ្ញោឲ្យទេទៅវិញគ្រូចង់បញ្ជាក់ថា500ជាតិទៀតក៏មិនបានរៀនដែរព្រោះទម្លាប់របស់គ្រូមានន័យថាទទួលតែអ្នករៀនពិតទេអត់មានគិតខ្លាចហ្នឹងអត់មានអ្នកមករៀនឯខំប្រឹងឲ្យតែមានអ្នកសញ្ញោមកព្យាយាមទៅតាក់ទងវិញអត់មានទេមិនមែនជាអ្នករឹកធំអីទេណាចង់បញ្ជាក់ថាបើយើងអ្នករៀនពិតប្រកបយើងត្រូវរករបៀបនៃការរៀនពិតប្រកបត្រូវគោរពវិន័យរបស់គ្រូពិតប្រកបដូចសិស្សខ្លះឬពុទ្ធបរិស័ទខ្លះយ៉ាងគ្រូបានប្រកាសដាក់លេខដាក់ទូរស័ព្ទឲ្យតអ្នកតំណងឲ្យអត់ព្រមតាក់ទងទៅអ្នកខាងចុះឈ្មោះទេមកឆាតមកគ្រូទៀតសុំចុះឈ្មោះពីគ្រូទៀតបើសិនជាគ្រូហ្នឹងអ្នកចុះឈ្មោះហ្នឹងគ្រូដាក់ឲ្យចុះឈ្មោះបាត់ហើយគ្រូចាំបាច់ឲ្យតាក់ទងទៅខាងចុះឈ្មោះធ្វើអីនៅតែមិនយល់ពេលខ្លះវាពិបាកអញ្ចឹងហើយរឿងចូលបន់ចូលអីក៏ចឹងដែរហើយគ្រូនិយាយមួយម៉ាត់ថាបើយើងធ្វើបន់ឡៃផ្សេងយ៉ាងម៉េចអាហ្នឹងតាមជាស្រ័យណាប៉ុន្តែសម្រាប់គ្រូបើថាធ្វើបន់មិនច្បាស់លាស់មិនត្រឹមត្រូវទេគឺគ្រូអត់ទទួលទេហ្នឹងគ្រូនិយាយខ្លីចឹងហ្មងហ្នឹងសម្រាប់ពុទ្ធបរិស័ទឲ្យបានយល់ដឹងទាំងអស់គ្នាសិស្សគុណគ្រូពួកគាត់បានដឹងហើយរឿងទាំងអស់ហ្នឹងប៉ុន្តែគ្រូនិយាយនេះដោយសារថាថ្មីនេះមានពុទ្ធបរិស័ទខ្លះគាត់នៅតែមិនទិលអារឿងចូលបន់ហ្នឹងវាអត់ច្បាស់លាស់តែអញ្ចឹងគ្រូចង់បញ្ជាក់ត្រង់ឲ្យបានយល់ដឹងហើយសរុបនៃខ្លឹមសារមកវិញមកពាក្យថាបន់នេះនៅក្នុងពុទ្ធដីកាព្រះអង្គសម្ដែងជាពុទ្ធដីកាថាសន្តានបណាតិសោភាតិតិបញ្ញព្រះអង្គលោកថាកុសលធម៌ឯណាដែលជំរះសន្តានចិត្តឲ្យស្អាតផូរផង់កុសលធម៌នោះឈ្មោះថាបុណ្យអញ្ចឹងបើសិនជាយើងចិត្តមិនស្អាតចិត្តមិនបរិសុទ្ធដូចថាយើងធ្វើបន់អញ្ចឹងយើងអត់គិតដើម្បីបម្រើប្រយោជន៍ជាបន់នេះមានន័យថាយកលោភៈជាបន់ធ្វើបន់គិតរឿងខាតគិតរឿងចំណេញគិតរឿងប្រមូលបច្ច័យធ្វើឲ្យតែបានលុយច្រើនឲ្យតែបានច្រើនល្អយូរវាលែងគិតពីភាពខ្មាស់អៀនទៅសុំគេក៏ដោយទៅបញ្ចុះបញ្ចូលគេក៏ដោយទៅប្រើបាបធម៌អនេសនៈក៏ដោយក៏យើងពាក្យខ្មែរយើងថាក៏ទៅមុខក្រាស់ទៅឲ្យនំតូនគេដែរអាហ្នឹងវាទៅប្រះចាកនៅគុណធម៌បើសម្រាប់តែត្រឹមតែធ្វើបន់ហេតុអីក៏យើងធ្វើខ្លួនឲ្យយើងពិបាកយ៉ាងហ្នឹងបើសម្រាប់គ្រូរាល់ថ្ងៃគ្រូធ្វើកិច្ចការងារសម្រាប់គ្រូរាល់ថ្ងៃនេះសិស្សគុណទាំងអស់ណាចូលបន់ក៏ចូលទៅមិនចូលក៏គ្រូអត់ដែលទៅទៀមទាដែរហើយគ្រូខ្លួនឯងគឺដូចថាសិស្សគុណគ្រូក៏គាត់បានដឹងហើយខ្លះរាល់បច្ច័យ4ដែលសិស្សគុណគ្រូបានប្រកេនមកគ្រូហ្នឹងគ្រូក៏ចូលក្នុងការធ្វើបន់ជាមួយគ្នាទាំងអស់ហ្នឹងឯងធ្វើបន់ទាំងអស់គ្នាព្រោះដូចគ្រូនិយាយពាក្យម៉ាត់ថាយើងជិះនាវាតែមួយឆ្លងចាក់វត្តដាក់ជាមួយគ្នាទិសដៅយើងប៉ុណ្ណឹងឯងអាហ្នឹងគឺអញ្ចឹងបានថាយើងត្រូវយល់ពីបន់ហើយបន់នេះនៅក្នុងពុទ្ធសាសនាយើងមាន10វិធីនៃការធ្វើទី1គេហៅទានមយៈមានន័យថាបន់សម្រាប់ដោយការយើងឲ្យទានទី2សីលមយៈបន់សម្រាប់ដោយការរក្សាសិល5សិល8សិល10ទី3ភាវនាមយៈបន់សម្រាប់ដោយការចម្រើនភាវនាចម្រើនសមថវិបស្សនាទី4គេហៅអបច្ចាយនមយៈគឺបន់ដោយការចេះគោរពគ្នាអាការចេះគោរពគ្នាទៅវិញទៅមកមិនប្រមាថមិនមើលងាយគ្នាហ្នឹងក៏កើតបន់ដែរនេះបន់គឺសេចក្តីល្អអញ្ចឹងឯងមួយទៀតគេហៅថាវិយាវចមយៈគ្រាន់តែខ្វល់ខ្វាយជួយការងារគ្នាជាបន់ជាសេចក្តីល្អក៏កើតទៅជាបន់ដែរជួយទុកតរៈគ្នាហ្នឹងក៏ជាបន់ដែរមួយទៀតគេហៅបតទានៈមានន័យថាបន់ចែកសេចក្តីល្អឲ្យគ្នានឹងគ្នាអាចែកសេចក្តីល្អឲ្យគ្នានឹងគ្នាក៏បានបន់ដែរបតានមោទនាមយៈត្រេកអរចំពោះបន់មានន័យថាត្រេកអរចំពោះសេចក្តីល្អដែលគេធ្វើឃើញគេធ្វើល្អឃើញគេធ្វើបន់យើងជ្រះថ្លាត្រេកអរជាមួយគេហ្នឹងក៏កើតទៅបន់អនុមោទនាត្រេកអរមានន័យថាយើងមិនបានទៅធ្វើបន់ជាមួយគេបើគ្រាន់ឃើញគេធ្វើសេចក្តីល្អយើងត្រេកអរជាមួយគេក៏បន់ដែរអាហ្នឹងគឺអញ្ចឹងបន់មួយទៀតគេហៅថាធម្មទេសនាមយៈមានថាបន់ពីការស្ដាប់ពធការសម្ដែងធម៌ណាបន់
កើតពីការស្ដាប់ធម៌ការសម្ដែងធម៌ហ្នឹងសិតតែជាបន់ទាំងអស់ការបញ្យលធម៌បញ្យលសេចក្តីល្អឲ្យគ្នាទៅវិញទៅមកហ្នឹងក៏ជាបន់ដែរហ្នឹងវាជាបន់សិតតែជាបន់យើងធ្វើធម្មទានចម្លងធម៌ចែកគ្នាទៅសេអត្ថបទក្នុង Facebook ហ្នឹងក៏ចឹងដែរបើយើងចេះយល់ដឹងយើងទៅសេអត្ថបទល្អល្អអប់រំចែករំលែកជាធម្មទានទៅវិញទៅមកហ្នឹងក៏បានបន់ដែរនេះបន់កើតរាល់ថ្ងៃអញ្ចឹងបានយើងប្រើ Facebook បើយើងចេះប្រើជាប្រយោជន៍បានបន់យើង share តែអ្វីដែលល្អល្អចែករំលែកធម៌អប់រំចែករំលែកធម៌ល្អល្អបន់ជាធម្មទានណាយើងកុំទៅឈ្នានេះគ្នាត្រេកអរជាមួយសេចក្តីល្អរបស់គ្នាពេលខ្លះយើងក៏គិតថាឃើញគេផុសធម៌ឃើញគេទៅសេឬអត្ថបទហ្នឹងថាគេចូលនិយាយនឹងចូលហ្នឹងក្មេងៗនឹងចូលខ្លួនឯងនៅក្មេងឯងខំប្រឹង share ធម៌ខំប្រឹងទៅសេធម៌វាទៅជាចឹងអាហ្នឹងមានន័យថាកើតបាបវិញហើយអត់ត្រូវទេមានន័យថាបើកាលណាយើងឃើញគេធ្វើល្អហើយយើងត្រេកអរជាមួយសេចក្តីល្អគេអាហ្នឹងបានឈ្មោះថាបន់បើយើងទៅស្អប់យើងទៅទើសទាស់ជាមួយអាសេចក្តីល្អដែលគេធ្វើអាហ្នឹងវាកើតបាបវិញអញ្ចឹងបានថាយើងត្រូវយល់ពីបន់ខ្លួនយើងហើយចុងក្រោយទី10នេះមានន័យថាទិដ្ឋុជកម្មៈទិដ្ឋុជកម្មៈមានន័យថាទិដ្ឋិឲ្យត្រង់ត្រូវយល់តាមផ្លូវធម៌ហ្នឹងជឿថាបាបមានបន់មានអ្នកណាធ្វើល្អបានល្អអ្នកណាធ្វើអាក្រក់បានអាក្រក់ផ្លូវនិព្វានសច្ចធម៌មានពិតប្រាកដនរកសួគ៌និព្វានមានពិតប្រាកដអញ្ចឹងអ្នកធ្វើល្អទៅឋានសួគ៌និព្វានអ្នកធ្វើអាក្រក់ទៅនរកប្រែតអសុរកាយទេរឆានអញ្ចឹងធ្វើទិដ្ឋិឲ្យជឿទៅលើបន់បាបពិតប្រាកដហើយជឿទៅលើការត្រាស់ដឹងរបស់ព្រះពុទ្ធពិតប្រាកដជឿទៅលើសច្ចធម៌ពិតប្រាកដនេះហើយគឺជាបន់របស់យើងនេះបន់ងាយអញ្ចឹងគ្រូសរុបមកវិញថាក្នុងចំណោមទាំង10នេះរាល់ជីវិតជាប្រចាំថ្ងៃរបស់យើងអាចធ្វើមួយណាក៏បានដែរអាចធ្វើមួយណាក៏បានដែរធ្វើបានទាំង10ក៏បានយើងក្នុងចំណោម10យើងធ្វើបានម្ដងមួយក៏បានបន់កុសលរបស់យើងដែរអានេះដែលយើងគប្បីយល់ពាក្យថាបន់ហ្នឹងគឺមានន័យថាសេចក្តីល្អកាលណាយើងមានសេចក្តីល្អចំពោះគ្នានឹងគ្នានឹងឯងហើយចេះចែករំលែកគ្នារស់ចេះសាងសេចក្តីល្អជាមួយគ្នានឹងគ្នាប្រកបដោយព្រហ្មវិហារធម៌នឹងឯងជាបន់កុសលរបស់យើងហើយអញ្ចឹងគ្រូគ្រាន់តែចង់បង្ហាញបញ្យលពីបន់ខ្លះប៉ុណ្្នឹងឯងដើម្បីឲ្យប្រជាពុទ្ធបរិស័ទយើងក៏ដូចជាគ្រប់គ្នាបានយល់អំពីការបំពេញបន់ខ្លះប៉ុណ្្នឹងឯងអញ្ចឹងសូមអនុមោទនា